ឆ្ងល់ណាពីមុនណាមុខស្អាតស្អាតឥឡូវនេះមុខចប់អូអូនមកពីបងចាក់សេលកូចូលហ្នឹងណាបានមុខចប់អញ្ចឹងអូនក៏ប៉ុន្តែអត់ចប់សម្រាប់ជីវិតបងទេបងពេញចិត្តបច្ចុប្បន្ននេះរីករាយណាស់អូនទោះបីជាបងមុខមាត់អាក្រក់យ៉ាងណាក្តីក៏បងមានប្តីស្រឡាញ់ដែរឥឡូវនេះតែងូតទឹកសម្អាតខ្លួនសិនដើម្បីចម្អិនមុខម្ហូបជូនលោកប្តីឲ្យលោកប្តីកាន់តែស្រឡាញ់ទៀតតាមពិតទៅមនុស្សប្រុសស្រីភេទទី3ក្នុងផែនដីនេះដែលមានបញ្ញាឆ្លៀសវៃពិតប្រាកដអូនគេឲ្យតម្លៃលើការប្រឹងប្រែងឆាតឆ្លៀសវៃតស៊ូពិតប្រាកដជាពិសេសទឹកចិត្តល្អមិនមែនលើសម្បុរចាក៏ដូចជាឋានៈបុណ្យស័ក្តិនិងរូបរាងនោះឡើយចារិះសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់ថ្ងៃនេះមានមុខម្ហូបអាប់ដេតថ្មីទៀតហើយបងប្អូនមុខម្ហូបហ្នឹងបើសិនជាមានប្រហិតថៃខ្ចប់ជាមួយនឹងបន្លែធម្មជាតិហ្នឹងបងប្អូនអើយសុខភាពពិតតែម្ដងក៏ប៉ុន្តែនាងខ្ញុំរកទិញអត់បានអញ្ចឹងហើយនាងខ្ញុំដាក់ជាមួយនឹងសាច់ប៊េចនជាទូទៅនាងខ្ញុំដាក់ជាមួយជីវ៉ាន់សុយនេះគឺជាម្ញ៉ែដាក់ជំនួសទឹកស៊ីអ៊ីវបន្តិចមកបងប្អូនរួចហើយម្សៅស៊ុបជប៉ុនរួចហើយដាក់ជាមួយនឹងម្សៅខ្ទឹមដាក់ជាមួយនឹងស្ករអំពៅស្ករត្នោតចាប្រេងខ្យងប៊ីចេងជាមួយនឹងទឹកឃ្មុំខ្មែរយើងលួចទឹកត្រីបន្តិចមកបងប្អូនចាម្រេចបន្តិចនិងពងតួពងទាចាពងទាហ្នឹងយកតែក្រហមទេណាបងប្អូនទុកវាឲ្យវាត្រជាក់កកបន្តិចបន្ទាប់មកយើងលាងបន្លែបងប្អូនអើយស្ពៃក្តោបនឹងថាមហាស្អាតហ្មងណាហើយញ៉ាំឆៅលងផ្អែមអត់មានធំក្លិនអីទេអញ្ចឹងមិនបងប្អូនរងចាំនាងខ្ញុំអត់មានលក់បន្លែហ្នឹងទេចាក៏ប៉ុន្តែនៅពេលដែលនាងខ្ញុំដាំបានលក្ខណៈ100គីឡូនាងខ្ញុំលក់ពាក់កណ្ដាលទុកប្រើប្រាស់ពាក់កណ្ដាលហើយចំហុយវាទុនបន្តិចមកបងប្អូនដាក់អញ្ចឹងមកបងប្អូនឆ្ងាញ់ណាស់ចាចំហុយញ៉ាំជាមួយទឹកស៊ីអ៊ីជប៉ុនក៏បានចង់ដាក់ជាមួយនឹងទឹកស៊ូគីក៏បានទឹកថៃបុកក៏បានដែរក៏ប៉ុន្តែនាងខ្ញុំញ៉ាំជាមួយនឹងទឹកតៅហ៊ូចាចំហុយ15នាទីឆ្អិនហើយក៏ប៉ុន្តែនាងខ្ញុំដាក់ដល់25ដោយសារតែលោកប្តីខ្ញុំគាត់ចូលចិត្តឆ្អិនខ្លាំងហើយនាងខ្ញុំធ្វើទឹកតៅហ៊ូនឹងដាក់ជាមួយទឹកសាគីបងប្អូនចាហើយលាយជាមួយទឹកដោះគោលាយជាមួយខ្ទឹមលាយជាមួយនឹងម្ទេសរួចហើយដាក់ជាមួយនឹងស្ករចាស្ករត្នោតយើងហ្នឹងណារួចហើយលួចទឹកត្រីប៊ីចេងក្រូចឆ្មា2ចំណិតតូចអញ្ចឹងមកហើយឆ្ងាញ់ណាស់បងប្អូនអើយជាមួយអាហារហ្នឹងនិយាយមែនណាអញ្ចឹងណាស្ត្រីដែលឆ្លាតចាទោះបីជាមុខមាត់អាក្រក់ចាណាក្តីឲ្យតែចេះនឹបប្តីទៅណាមិនកើតទេយល់ទេអូនហេតាមមិនតាន់ទេបងប្អូនអើយសង្គមមួយនេះចាបុកលហុង50000ឥឡូវហ្នឹងលេងល្បីហើយទៅល្បីអតាសវិលអីណាហើយកុំខ្វល់តោះកូនយកទឹកកាពិទៅហើយថាមិនចេះបុកហើយហេតុតែយកទៅកើតមិនតាន់ចេះបុកតោះអ្នកម្ដាយបង្រៀនបុកណានិយាយឲ្យចំទៅទឹកពីអ្នកម្ដាយមានរូបមន្ត18មុខក្នុងហ្នឹងឯងគ្រាន់តែដាក់ខ្ទឹមដាក់ម្ទេសថែមជាមួយនឹងស្ករចង់ដាក់ស្ករត្នោតអញ្ចឹងក៏បានចង់ដាក់ស្ករសក៏បានដែរនេះគឺជាក្បួនមួយចានថែមបន្តិចអញ្ចឹងយើងដាក់ស្ករហ្នឹងមួយវែកថែមបន្តិចកាពិមួយវែកថែមបន្តិចចាបន្ទាប់មកយើងបុកខ្ទឹមបុកម្ទេសជាមួយស្ករហ្នឹងហើយយើងដាក់កាពិហ្នឹងមកយើងដាក់ក្រូចឆ្មាមួយវែកថែមបន្តិចដែរចាហើយយើងដាក់ចំណិតបើសិនជាតូច2បើសិនជាធំ1ចាហើយត្រឹមតែប៉ុណ្្នឹងទេគឺល្មមចាមួយចានហ្នឹងត្រូវចំពោះបងប្អូន90នាក់តែម្ដង10នាក់អត់ចូលចិត្តដោយសារតែគាត់ចូលចិត្តបែបចោលសៀមអញ្ចឹងទៅណាចាចំពោះបែបនេះបងប្អូនអើយជូរប្រៃផ្អែមចាបើសិនជាបងប្អូនឈឺកាពះអីកុំដាក់ម្ទេសច្រើនពេកហើយបន្ថយរសជាតិរឿងសឡេតចឹងបន្តិចទៅចាអានេះរសជាតិមុតណាដោយសារតែនាងខ្ញុំបុកមីក៏ប៉ុន្តែបើសិនជាកូនអត់បុកជាមួយមីបុកជាមួយពោតបុកជាមួយប៉ាតេបុកជាមួយបន្លែផ្សេងគឺបងប្អូនត្រូវតែថែមកាពិបន្តិចចាហើយថែមស្ករសបន្តិចបានឆ្ងាញ់ដោយសារតែនេះខ្ញុំបុកបែបនេះគឺមីមានរសជាតិប្រៃស្រាប់ហើយអញ្ចឹងប៉ណ្ណឹងប៉ក់តែម្ដងចេះទេកូនតែប៉ុណ្្នឹងណាចាស្រួលទេដោយសារតែកាពិនាងខ្ញុំឆាឡងស្អាត4-5ម៉ោងបានខ្លាយជាកាពិកូនខ្មែរមួយនឹងចាហេ